កាលហ្នឹងគឺខ្ញុំគ្រាន់តែជាប្រធានក្លឹបមកទទួលវិញ្ញាបនបត្រប៉ុន្តែខ្ញុំបានមានក្តីសម័យមួយថាថ្ងៃណាមួយខ្ញុំនឹងមកអង្គុយនៅលើកៅអីមួយនេះនៅក្នុងតំណែងមួយមិនមែនជាប្រធានក្លឹបកុមារទេប៉ុន្តែជាអភិបាលស្រុកបន្ទាយស្រីវ័យក្មេងហើយនៅពេលនេះខ្ញុំអាចមានឱកាសបានមកអង្គុយនៅកៅអីនេះពិតប្រាកដមែនចាទោះបីជារយៈពេលមួយថ្ងៃប៉ុន្តែវាគឺជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំផងដែរសួស្តីអ្នកនរអគ្នាខ្ញុំឈ្មោះសមាលីជាគ្រូបង្រៀននៅក្នុងស្រុកបន្ទាយស្រីថ្ងៃនេះខ្ញុំបានដើរតួនាទីជាអភិបាលស្រុកនៃស្រុកបន្ទាយស្រីចំនួន1ថ្ងៃនៅក្នុងថ្ងៃនេះដែរនាងខ្ញុំបានស្វែងយល់ជាច្រើនលោកអភិបាលស្រុកបានណែនាំនាងខ្ញុំខាងការិយាល័យរដ្ឋបាលមួយចំនួនដូចជាការបញ្ជាក់អត្រានុកូលដ្ឋានការិយាល័យមួយចំនួននៅក្នុងស្រុកបន្ទាយស្រីនេះតែម្ដងលោកអភិបាលស្រុកក៏បានផ្ដល់ឱកាសឲ្យនាងខ្ញុំដឹកនាំការប្រជុំមួយដែលតាក់ទងជាមួយនឹងការពង្រឹងទូនាទីរបស់គ្រូកិច្ចសន្យាហើយក៏លើកបញ្ហារបស់គាត់ទៅឲ្យលោកអភិបាលស្រុកមានជាយោបល់មានដំណោះស្រាយមកកាន់ពួកយើងវិញដូចគ្នានៅក្នុងកម្មវិធីមួយនេះយើងជាយុវជនក៏ដូចជាក្មេងស្រីយើងក៏អាចលើកពីបញ្ហាដែលនៅក្នុងសហគមន៍របស់យើងទៅប្រាប់ទៅកាន់ថ្នាក់ដឹកនាំក៏ដូចជារដ្ឋបាលស្រុកភូមិឃុំរបស់យើងបានផងដែរដើម្បីធ្វើការរកដំណោះស្រាយនិងអនុវត្តបានទាន់ពេលវេលាខ្ញុំបានលើកបាន4ចំណុចទី1គឺតាក់ទងជាមួយនឹងជំនាញភាពជាអ្នកដឹកនាំ2និយាយអំពីការប្រើប្រាស់ថវិការបស់ស្រុកផ្ដល់ទៅឲ្យឃុំទី3គឺនិយាយតាក់ទងទៅនឹងការចាត់អតិភិបបញ្ហាចម្បងចុងក្រោយតើការសម្រួលនៅរដ្ឋបាលស្រុកដូចជាផ្នែកបញ្ជាក់អត្រានុកូលដ្ឋានមួយចំនួនផងដែរជាចុងក្រោយនេះខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែនដែលបានជំនះនៅភាពភ័យខ្លាចមួយចំនួនហើយក៏បានបង្ហាញភាពក្លាហានរបស់ខ្លួនឯងធ្វើការដឹកនាំកិច្ចប្រជុំមួយដែលនៅស្មានមិនដល់ហើយក៏សូមលើកទឹកចិត្តឲ្យយុវតីឬក៏ក្មេងស្រីផ្សេងទៀតមានភាពក្លាហានហើយហ៊ានបញ្ចេញនៅសមត្ថភាពរបស់ខ្លួនឯងដល់អ្នកដទៃបានឃើញបានស្គាល់ហើយក៏ហ៊ានបើកឱកាសឲ្យខ្លួនឯងបានប្រឈមមុខក៏ដូចជាទទួលបានបទពិសោធន៍ថ្មីៗផងដែរ